ជំរាបសួរសួស្តីអ្នកគ្នាស្វាគមន៍មកកាន់ Channel Farika ថ្ងៃនេះដែរខ្ញុំមាន anime មួយមកសម្រាប់ចែកជូនអ្នកគ្នាដែលរឿងនឹងដែរមានចំណងជើងថា A Shine of Affection ចាប់ផ្ដើមអេពីសូតដំបូងបានបង្ហាញពីទូឯកស្រីរបស់យើងដែលនាងមានឈ្មោះថា Yuki កំពុងតែជិះរថភ្លើងភ្លាមនោះស្រាប់តែមានជនបរទេសម្នាក់បានមកសួរនាងប៉ុន្តែដោយសារតែនាងមានបញ្ហាត្រចៀកទើបនាងមិនអាចស្ដាប់គេឮកំឡុងពេលនោះក៏មានបុរសម្នាក់បានមកជួបនិយាយជាមួយនឹងជនបរទេនោះបន្ទាប់ពីជួយជនបរទេសនោះហើយ Yuki ក៏បានអរគុណទៅកាន់បុរសម្នាក់នោះដោយនាងខំប្រឹងធ្វើកាយវិការសញ្ញាប៉ុន្តែប្រហែលជាបុរសម្នាក់នោះមិនយល់ទើបនាងយកទូរស័ព្ទមកសរសេរប៉ុន្តែបុរសម្នាក់នោះក៏បានខ្វាត់និងបានសួរទៅកាន់នាងថាតើនាងចេះអានបបោមាត់ទេ Yuki ក៏លើកដៃបង្ហាញថាបន្តិចបន្តួចពួកគេក៏បាននិយាយគ្នាបានបន្តិចហើយក៏ដល់ចំណុចដែលបុរសម្នាក់នោះត្រូវឈប់មុនចេញទៅបុរសម្នាក់នោះបានយកដៃទម្លាក់លើក្បាលរបស់ Yuki ហើយបាននិយាយថាជួបគ្នាពេលក្រោយបន្ទាប់ពីបានជួបបុរសម្នាក់នោះហើយ Yuki មានអារម្មណ៍ថាចំណែកណាស់ព្រោះនាងពិបាកស្ដាប់សំឡេងពិបាកធ្វើទំនាក់ទំនងជាមួយអ្នកដទៃហេតុនេះហើយទើបពិភពលោករបស់នាងស្ងប់ស្ងាត់ប៉ុន្តែពិភពលោកដ៏ស្ងប់ស្ងាត់របស់នាងក៏ចាប់ផ្ដើមមានសំឡេងនៅពេលជួបបុរសម្នាក់នោះព្រឹកថ្ងៃបន្ទាប់ Yuki នៅក្នុងថ្នាក់រៀនជាមួយនឹងមិត្តភក្តិរបស់នាងឈ្មោះ Rin Yuki ក៏បានសាកសួរនាំពីបុរសម្នាក់នោះពី Rin ក៏បានប្រាប់និងបង្ហាញរូបដោយ Rin បាននិយាយថាបុរសម្នាក់នេះគឺឈ្មោះ Izumi ធ្វើការនៅហាងកាហ្វេមួយកន្លែងបន្ទាប់ពីនិយាយហើយ Rin ក៏គិតថា Yuki លួចក្រាស់ទៅលើ Izumi ហើយនាងក៏បានបបួល Yuki ទៅញ៉ាំអីនៅហាងកាហ្វេនោះព្រោះថានាងក៏បានចាប់អារម្មណ៍ជាមួយនឹងបងប្អូនជីដូនមួយរបស់ Izumi ដែរចំណែកឯ Yuki ដោយចង់ជួប Izumi ម្ដងទៀតនាងក៏យល់ព្រមទៅជាមួយយប់ឡើង Yuki ក៏បានរៀបចំខ្លួននិងសុំម្ដាយទៅក្រៅជាមួយ Rin ពេលទៅដល់ហាងកាហ្វេពួកគេក៏បានជួបគ្នាជាមួយនឹង Izumi ដែលកំពុងតែធ្វើការនៅពេលដែលកំពុងអង្គុយក្រៅរបស់ Rin ក៏បានចេញមករាក់ទាក់ធ្វើឲ្យ Rin ចាប់ផ្ដើមអៀនហើយមានអារម្មណ៍ថាភ័យហើយក្រៅរបស់ Rin ក៏បានមករាក់ទាក់ដាក់ Yuki ផងដែរតែនាងស្ដាប់មិនឮទើបមិនបានតបហើយ Rin ក៏បាននិយាយគ្នាជាមួយនឹងក្រៅរបស់នាងនៅពេលដែល Yuki ងាកមកឃើញពីរនាក់នោះនិយាយគ្នាតែគេបែរជាស្ដាប់មិនឮនាងមិនដឹងថាពួកគេកំពុងនិយាយអ្វីនោះទេនាងបានត្រឹមតែអង្គុយស្ងៀមIzumi ឃើញ Yuki អង្គុយស្ងៀមមិនមាត់មិនកគេក៏បានយកដៃមកលើកមុខនាងឡើងហើយសួរថានាងចង់កំងស្រាទេប៉ុន្តែ Yuki នាងទើបតែអាយុ19ឆ្នាំនាងមិនញ៉ាំស្រាទេនាងគ្រាន់តែកំងទឹកតែប៉ុណ្ណោះហើយ Yuki ក៏បានដឹងថា Izumi ចេះ3ភាសាអង់គ្លេសជមែននិងចេះចិនតិចៗហើយក៏កំពុងរៀនភាសាអេស្ប៉ាញផងដែរគ្រាន់តែលើបែបនេះពីរនាក់នោះទះដៃអផងអីផងប៉ុន្តែតួឯកប្រុសយើងវិញមុខឡើងងាប់ហើយកំឡុងពេលនោះក៏មានភ្ញៀវបរទេសចូលមកក្នុងហាង Izumi ក៏ទៅទទួលហើយក៏មានភ្ញៀវបរទេសស្រីម្នាក់បានថើប Izumi ជាការស្វាគមន៍ប៉ុន្តែក៏មើលមុខ Yuki យើងពេលងាកមកវិញឃើញ Rin មុខឡើងក្រហមព្រោះស្ក្រារបស់នាងបាន scan ID line របស់នាង Yuki ឃើញអញ្ចឹងក៏ចង់សុំ ID line របស់ Izumi ដែរប៉ុន្តែនាងមានអារម្មណ៍ថាមិនហ៊ានទេនេះក៏ដល់ម៉ោងត្រឡប់ទៅផ្ទះវិញ Yuki នៅតែមិនទាន់បាន ID line របស់ Izumi ទេពេលនោះ Izumi ក៏ចប់ម៉ោងការងារគាត់ក៏បានសួរទៅកាន់ Rin ថាចង់ឲ្យគាត់ជូនទៅផ្ទះអត់ Rin ឮហើយក៏បានសុំឲ្យ Izumi ជូន Yuki ទៅវិញដោយរកលេសថាផ្ទះនាងនៅជិតនេះទេព្រោះចង់ឲ្យពីរនាក់ហ្នឹងមានពេលវេលាជាមួយគ្នានៅតាមផ្លូវដោយសារតែ Yuki មិនឮសំឡេងម៉ូតូធ្វើឲ្យម៉ូតូស្ទើរតែបុកនាងទៅហើយប៉ុន្តែបាន Izumi ជួយទាន់ហើយ Izumi ក៏បានកាន់ដៃ Yuki ធ្វើឲ្យ Yuki កាន់តែមានអារម្មណ៍ពិសេសចំពោះ Izumi បន្តិចក្រោយមក Yuki ក៏មានភាពក្លាហានសុំ ID line របស់ Izumi ក៏យល់ព្រមហើយគេក៏បានសួរថានៅក្នុងភាសាកាយវិការគេធ្វើម៉េចបើសិនជាចង់និយាយពាក្យយល់ព្រម Yuki ក៏បានបង្ហាញហើយក្រោយមក Yuki ក៏បានឆាតជាមួយ Izumi ហើយ Izumi ក៏បានសួរផ្លូវទៅផ្ទះរបស់ Yuki ហើយ Yuki ក៏បានតបថាផ្លូវនេះហើយនាងអាចដើរពីត្រឹមនេះទៅដោយខ្លួនឯងបានអរគុណដែលបានដើរមកជាមួយនាង Izumi ក៏លើកដៃលាដើរបានបន្តិចក៏បានទទួលសារពី Yuki ដោយក្នុងសារនោះសរសេរថាតើខ្ញុំអាចសួរលោកខ្លះបានទេ Izumi ក៏បានតបតើសំណួរអ្វី Yuki ក៏សួរថាតើអ្នកគិតថាពិភពលោកនេះជាកន្លែងដែលធំទេ Izumi ក៏តបថាត្រូវហើយវាធំណាស់ហើយ Izumi ក៏បានឆាតទៅ Yuki បន្តទៀតថាសូមអនុញ្ញាតឲ្យខ្ញុំនៅក្នុងពិភពលោករបស់អ្នកផងរឿងនេះធ្វើឲ្យ Yuki យើងសប្បាយចិត្តខ្លាំងមែនតើហក់លោតផងអីផងអេពីសូតទី1ចប់ហើយណាគ្នាមិនដែលល្អមើលអត់បើសិនជាល្អមើលខ្ញុំនឹងសម្រាយតទៀតតែបើសិនជាអត់ល្អមើលទេក៏ខ្ញុំនៅតែសម្រាយដែរព្រោះខ្ញុំចូលចិត្តរឿងហ្នឹង